អ្នកខ្ញុំសូមមានយោបល់មួយទៀតដែលសារថ្មីនេះមានតកតងនឹងកោជបមានការចុះឈ្មោះបោះឆ្នោតយើងខ្ញុំសង្កេតឃើញថានីតិវិធីរបស់កោជបវាអាចនឹងបង្កលក្ខណៈមួយចំនួនគាត់ធ្វើល្អខ្ញុំសូមសរសើរទៅបច្ចុប្បន្នភាពតសញ្ញាណប័ណ្ណដែលផុតកំណត់ត្រូវមក scan ជីវសាស្ត្រ scan មេដៃ scan អីហ្នឹងប៉ុន្តែមកដល់ពេលនេះតាមអ្វីដែលខ្ញុំបានដឹងដូចជាខេត្តខ្លះតាមបាន 20% តើអាការចុះឈ្មោះបោះឆ្នោតហ្នឹងទាន់ទេហើយជាពិសេសឯកឧត្តមលោកជំទាវជាប្រធានប្រតិភូបានចុះទៅមូលដ្ឋានហើយផ្ទះខ្លះអត់សូវមានមនុស្សទេចំណាក់ស្រុកអស់ហើយតើអាការធ្វើជំរឿនចុះឈ្មោះបោះឆ្នោតហ្នឹងវាមានប្រសិទ្ធភាពប៉ុណ្ណាអញ្ចឹងខ្ញុំសូមឲ្យរដ្ឋាភិបាលពិចារណាឡើងហ្នឹងព្រោះខ្ញុំគិតថាវាជារឿងលំបាកដែរសម្រាប់ប្រជាពលរដ្ឋដោយសារគាត់ធ្វើចំណាក់ស្រុកគាត់ត្រូវត្រឡប់មកក្នុងស្រុកត្រូវតែផ្លាស់ប្ដូរអត្តសញ្ញាណប័ណ្ណហើយត្រូវមានឯកសារដើមទៀតច្បាប់ដើមទៀតហើយអ្វីដែលខ្ញុំព្រួយបារម្ភក្នុងនាមជាប្រតិភូខ្ញុំមើលឃើញថាប្រជាពលរដ្ឋយើងខ្វះខាតពេលខ្លះយកអត្តសញ្ញាណប័ណ្ណសភៅគ្រួសារបូករួមតាំងសម្បត្តិកណ្ដាលផងយកទៅប្រចាំហើយឥឡូវជាបញ្ហាប្រឈមមួយដែលខ្ញុំមើលឃើញតើរដ្ឋាភិបាលក៏ដូចជាគោជបគាត់មានដំណោះស្រាយអីព្រោះសំខាន់ណាស់ការបោះឆ្នោតនៅថ្ងៃមុខលោកខំតងប្រែងខ្ញុំមើលឃើញខ្ញុំសូមសរសើរគោជបប៉ុន្តែសូមមើលបញ្ហាផងអញ្ចឹងសម្រាប់ខ្ញុំដូចជាមានមតិយោបល់តែប៉ុណ្្នឹងទេក៏សូមអរគុណនិងជូនពរឲ្យដំណជំទាវទាំងអស់ឲ្យមានអាយុវណ្ណៈសុខៈពលៈកុំបីគ្មានឡើយបាទសូមអរគុណ